មន្ទីរព័ត៌មានខេត្តកោះកុងដែលជាសេនាធិការរបស់ក្រសួងព័ត៌មាននិងរដ្ឋបាលខេត្តកោះកុងរយៈពេល1ឆ្នាំកន្លងទៅនេះមន្ទីរបានបំពេញតួនាទីរបស់ខ្លួនយ៉ាងល្អប្រសើរដោយមានបេសកកម្មចោះយកព័ត៌មានថតរូបភាពយកមកតែងនិពន្ធចងក្រងជាអត្ថបទព័ត៌មានផលិតកម្មវិធីផ្សេងៗដើម្បីផ្សព្វផ្សាយតាមបណ្ដាវិទ្យុសាគរកោះកុង FM 94.5 MHz ទំព័រ Facebook Page ផ្លូវការរបស់មន្ទីរព័ត៌មាន Facebook Page ទូរទស្សន៍ Facebook Page ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ព្រមផ្សាយបន្តផ្ទាល់ពីវិទ្យុជាតិកម្ពុជាទូរទស្សន៍ជាតិកម្ពុជាអំពីព្រឹត្តិការណ៍និងព័ត៌មានសំខាន់ៗពីប្រទេសសកម្មភាពព្រះអង្គព្រះមហាក្សត្រព្រឹទ្ធសភារដ្ឋសភាប្រមុខរាជរដ្ឋាភិបាលព្រមទាំងបានរាយការណ៍នៅព័ត៌មានប្លែកៗទាន់ហេតុការណ៍ក្រោមការដឹកនាំដ៏ឆ្លៀសវៃនិងប៉ិនប្រសប់លើវិស័យព័ត៌មានប្រកបដោយថាមពលនិងយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តមនេតភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានមន្ទីរព័ត៌មានខេត្តកោះកុងបានសហការជាមួយអាជ្ញាធរខេត្តក្រុងស្រុកមន្ទីរនិងអង្គភាពពាក់ព័ន្ធយ៉ាងជិតស្និទ្ធលើកិច្ចការទំនាក់ទំនងប្រម៉ែប្រមូលនិងផ្សព្វផ្សាយព័ត៌មានបានឆាប់រហ័សទាន់ពេលវេលាសម្ដៅធ្វើយ៉ាងណាចូលរួមលើកកម្ពស់ការយល់ដឹងជាសាធារណៈប្រកបដោយតម្លាភាពស័ក្តិសិទ្ធិឈរលើស្មារតីបេសកកម្មដ៏ឧត្តមឧត្តមក្នុងកិច្ចថែរក្សានិងការពារសមិទ្ធផលដ៏ធំធេងរបស់សង្គមជាតិក្រោមម្លប់សុខសន្តិភាពស្ថិរភាពសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សង្គមព្រមទាំងការអភិវឌ្ឍប្រទេសកម្ពុជាឆ្នាំ2024ការិយាល័យជំនាញទាំង5របស់មន្ទីរព័ត៌មានខេត្តកោះកុងរួមមានការិយាល័យរដ្ឋបាលនិងគណនេយ្យការិយាល័យព័ត៌មានសោតួការិយាល័យទូរទស្សន៍និងការិយាល័យវិទ្យុគឺពិតជាបានខិតខំយកចិត្តទុកដាក់បំពេញការងារទទួលបម្រើសេវារដ្ឋបាលសាធារណៈស្រង់ស្ថិតិអង្គភាពនិងអ្នកសារព័ត៌មានចាប់ផ្ដិតយករូបភាពផលិតក៏ដូចជាតាមដានគ្រប់ព័ត៌មានយកមកផលិតពីសកម្មភាពថ្នាក់ដឹកនាំខេត្តនិងចុះមូលដ្ឋានដោយផ្ទាល់ឆ្លើយតបនឹងគោលនយោបាយបច្ចុប្បន្នរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី7និងការតម្រង់ទិសការងាររបស់ឯកឧត្តមនេតភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានចំពោះកិច្ចការព័ត៌មាននិងសាធារណមតិដែលជាកិច្ចការងារស្នូលចាំបាច់បំផុតក្នុងសមរភូមិប្រវត្តិ Digital ដើម្បីទប់ស្កាត់ការផលិតព័ត៌មានមិនពិតប្រឆាំងនិងបន្សាបព័ត៌មានคล้ายៗគ្រប់ទម្រង់ទាំងអស់ដោយមន្ត្រីក្រមការងារព័ត៌មាននិងសាធារណមតិរបស់មន្ទីរបានកំពុងអនុវត្តការណែនាំគ្រប់ពេលវេលាលើការតាមដានគ្រប់គ្រងព័ត៌មាននិងសាធារណមតិនានាដែលកើតមានក្នុងភូមិសាស្ត្រខេត្តសមាជិកភាពក្រុមការងារគ្រប់គ្រងព័ត៌មាននិងសាធារណមតិដែលមានសមាជិកចំនួន5រូបហើយស្ថិតនៅក្រោយការដឹកនាំរបស់លោកមុំម៉ាលីកាប្រធានមន្ទីរព័ត៌មានខេត្តកោះកុងបានចង្អុលបង្ហាញអនុវត្តតាមដានស្រង់ព័ត៌មានឬការបង្ហោះព័ត៌មានផ្សេងៗវិភាគព័ត៌មានធ្វើជារបាយការណ៍ជាប្រចាំជូនថ្នាក់ដឹកនាំក្រសួងព័ត៌មាននិងរដ្ឋបាលខេត្តបានយ៉ាងទៀងទាត់ទៅតាមផែនការប្រចាំថ្ងៃជាយន្តការបញ្ចេញព័ត៌មានឆ្លើយតបបកស្រាយនិងអំពីវឌ្ឍនភាពសមិទ្ធផលកម្រិតថ្នាក់ជាតិនិងមូលដ្ឋានខេត្តសម្ដៅការបង្កើតទំនុកចិត្តពីមហាជនជៀសវាងការភ័ន្តច្រឡំរាល់ព័ត៌មានដែលផ្សព្វផ្សាយបំភ្លៃមិនពិតព័ត៌មានចាស់ៗឬព័ត៌មានคล้ายៗដែលបង្កគ្រោះថ្នាក់ដល់សង្គមជាតិក្រុមការងារព័ត៌មានមានសមាជិក5នាក់បានបន្តផ្សព្វផ្សាយចែករំលែកក៏ដូចជាក្តាប់ក្តាប់រាល់មតិសាធារណៈតាមរយៈគ្រប់បណ្ដាញសង្គមនិងផេកផ្លូវការទាំង4របស់មន្ទីរព័ត៌មានករណីមានការចុះផ្សាយណាមួយខុសពីការពិតដើម្បីឈានទៅលុបបំបាត់និងចូលរួមក្នុងការប្រយុទ្ធប្រឆាំងពាក់ព័ន្ធនឹងព័ត៌មានคล้ายៗព្រោះបច្ចុប្បន្នបញ្ហាព័ត៌មានคล้ายៗតែបង្កភាពអវិជ្ជមានជាច្រើននៅក្នុងសង្គមកម្ពុជាស្របពេលបច្ចេកវិទ្យាវិវត្តឥតឈប់ឈរតាមបណ្ដាញសង្គម Facebook និង TikTok សម្រាប់ទិសដៅការងារផ្នែកព័ត៌មាននិងសោតទស្សន៍ឆ្នាំ2025នេះមន្ទីរព័ត៌មានខេត្តកោះកុងនឹងបន្តខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀតក្នុងនាមជាសេនាធិការរបស់រដ្ឋបាលខេត្តក្នុងក្របខ័ណ្ឌថ្នាក់ក្រោមជាតិនិងសេនាធិការរបស់ក្រសួងព័ត៌មានស្ថិតក្នុងក្របខ័ណ្ឌថ្នាក់ជាតិលើការសម្រេចបាននៅការងារស្នូលសំខាន់កាន់តែមានប្រសិទ្ធភាពខ្ពស់ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍគោលនយោបាយវិ
ស័យព័ត៌មាននិងសោតួក្រុមការងារព័ត៌មាននិងសាធារណមតិបានផលិតព័ត៌មានជាប្រចាំក្នុងមួយខែពី40ទៅ50ព័ត៌មានបានបង្ហោះព័ត៌មានតាមបណ្ដាញសង្គមទាំង6បានចំនួន1200ទៅ1500ព័ត៌មានជាប្រចាំខែកសាងបណ្ដាញព័ត៌មានជាមួយអាជ្ញាធរបានចំនួន2ពង្រឹងសមត្ថភាពជំនាញជាប្រចាំនិងធ្វើរបាយការណ៍ប្រចាំថ្ងៃជូនថ្នាក់ខេត្តនិងលេខាធិការដ្ឋានផ្អែកតាមចក្ខុវិស័យនិងផែនការមុតស្រួចរបស់ឯកឧត្តមនេតភេត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានមន្ទីរព័ត៌មានខេត្តកោះកុងនិងបន្តជំរុញបំពេញការងារឲ្យបានល្អប្រសើរក្នុងគោលបំណងដើម្បីប្រែក្លាយមន្ទីរក្លាយជាស្ថាប័នទំនើបទំនាក់ទំនងសាធារណរដ្ឋបាលថ្នាក់ក្រោមជាតិប្រកបដោយភាពបរិសុទ្ធកម្មពង្រឹងគុណភាពព័ត៌មាននិងផ្សព្វផ្សាយពីផលិតផលនានារបស់រដ្ឋបាលខេត្តក្រុងស្រុកព្រមទាំងមន្ទីរអង្គភាពជុំវិញជាពិសេសការទប់ស្កាត់បន្សាបរាល់ព័ត៌មានញុះញង់បង្កចលាចលក្នុងសង្គមចង់បំផ្លាញសុខសន្តិភាពនិងចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ជាដើម